បាទសូមនឹកដល់គុណព្រះរតនត្រ័យដ៏ឧត្តមទាំង3ដែលមានគុណព្រះពុទ្ធមួយគុណព្រះធម៌មួយនិងគុណព្រះសង្ឃមួយហើយក៏សូមគោរពជម្រាបសួរពុកម៉ែបងប្អូនជនរួមភាសាខ្មែរទាំងខ្មែរកណ្ដាលខ្មែរលើនិងខ្មែរក្រោមបាទថ្ងៃនេះជាថ្ងៃទី10កើតខែទុតិយស័កឆ្នាំមមីអត្តស័កពុទ្ធសករាជ2570ហើយក៏ត្រូវជាថ្ងៃទី24ខែកក្កដាឆ្នាំ2026នៅពេលនេះដែរខ្ញុំកំពុងតែស្ថិតនៅកំពង់ហ្លួងបាទស្រុកពញាលឺខេត្តកណ្ដាលបើយើងចេញពីភ្នំពេញមកចម្ងាយប្រហែលជា30គីឡូនៅខាងស្ដាំដៃបាទដោយសារតែថ្ងៃនេះជាថ្ងៃគម្រប់ខួប2ឆ្នាំនៃការចាប់ឃុំខ្លួនរបស់បងប្រុសស្រុនស្រូនបងអូនស្រីសាភានិងបងសានសិតបាទពីបទញុះញង់អញ្ចឹងថ្ងៃនេះផងដែរខ្ញុំនឹងទៅទទួលពួកគាត់បាទព្រោះសង្ឃឹមថាខាងតុលាការនឹងផ្ដល់យុត្តិធម៌សម្រាប់គាត់បានដោះលែងគាត់ដើម្បីពួកគាត់ទាំងអស់គ្នានោះជួយផ្សព្វផ្សាយអំពីច្បាប់កិច្ចព្រមព្រៀង$23ឆ្នាំ91ជាបន្តព្រោះមែនទែនទៅមិនត្រឹមតែជាមន្ត្រីឬក៏ពលរដ្ឋទេសិតតែអ្នកអាចស្វែងយល់និងចែករំលែកអំពីច្បាប់កិច្ចព្រមព្រៀង$23នេះដូចគ្នាបាទព្រោះដើម្បីជាការដាស់តឿនដល់ម្ចាស់ហត្ថលេខីទាំងអស់បាទដើម្បីចូលរួមចំណែកនៅក្នុងកិច្ចការពារឯករាជ្យភាពបូរណភាពនិងអធិបតេយ្យភាពរបស់ខ្មែរបាទអញ្ចឹងពីកំពង់ហ្លួងសូមជូនពរដល់ពុកម៉ែបងប្អូនជនរួមភាសាខ្មែរទាំងក្នុងនិងក្រៅប្រទេសបាទជាពិសេសពលរដ្ឋដែលបានខិតខំឆ្វេងយល់និងចែករំលែកអំពីច្បាប់កិច្ចព្រមព្រៀង$23ឆ្នាំ91ក៏សូមឲ្យទទួលបានជោគជ័យនិងប្រកបទៅដោយសុខសុវត្ថិភាពគ្រប់ក្រុមគ្រួសារ